យើងក៏បីជ្រាបថារស់នៅសពថ្ងៃហ្នឹងគឺឲ្យតែចិត្តមានសេចក្តីសុខព្រោះណាហ្នឹងគឺជីវិតយើងរស់នៅជាសុខទៅហើយចិត្តដែលត្រូវមានសេចក្តីសុខហ្នឹងវាទៅតាមអារម្មណ៍ហ្នឹងឯងអារម្មណ៍ល្អសម្រាប់ឲ្យយើងមានសេចក្តីសុខហ្នឹងណាច្រើនណាស់អារម្មណ៍ជាបរមត្ថជាបញ្ញត្តិរឿងដែលសម្រាប់ឲ្យយើងមានសេចក្តីសុខមានច្រើនណាស់ហើយយើងគ្រាន់តែរករឿងអីមួយសម្រាប់ឲ្យយើងមានសេចក្តីសុខហ្នឹងរកមិនបានអីបើរឿងដែលនាំឲ្យយើងមានសេចក្តីសុខហ្នឹងមានឡើងសន្ធឹកអញ្ចឹងហើយយើងចេះតែនៅត្រាំក្នុងសេចក្តីទុក្ខកើតទុក្ខមិនសុខចិត្តមួម៉ៅក្តៅក្រហាយរឿងនេះរឿងនោះអាហ្នឹងវាជាការបៀតបៀនខ្លួនឯងទេបើដូចជាយើងស្អប់អ្នកដទៃអញ្ចឹងវាស្អប់ខ្លួនឯងជាងស្អប់អ្នកដទៃទៅទៀតពីព្រោះនៅពេលដែលស្អប់កើតឡើងហ្នឹងវាសៅមងខ្លួនឯងទៅតើវាដុតរោលខ្លួនឯងទៅតើមានបានទៅសៅមងអ្នកដទៃអីជួនកាលអ្នកដទៃហ្នឹងមិនទាំងដឹងផងទេមិនទាំងដឹងថាយើងស្អប់គាត់ផងហើយក្តៅក្រហាយក្នុងចិត្តនេះវាមានបានទៅដុតចិត្តអ្នកដទៃអីវាដុតទៅចិត្តខ្លួនឯងទៅតើអញ្ចឹងបានថាយើងស្អប់អ្នកដទៃគឺស្អប់ខ្លួនឯងជាងហើយមើលយើងទៅស្អប់អីខ្លួនឯងដល់ម្លឹងតែមកវាយើងអត់ដឹងណាយើងដឹងតែវារឿងតែយើងស្អប់គេហើយអង្គុយដេកកើតទុកទៅខ្លួនឯងអញ្ចឹងអាហ្នឹងល្ងងទេណាមិនមែនឆ្លាតទេកុំថាយើងឆ្លាតបានជាយើងខឹងនឹងគេនោះមិនមែនទេងងទេអ្នកឆ្លាតគឺរមែងរក្សាខ្លួនឯងឲ្យបានសុខហើយតែកាលណាខ្លួនឯងបានសុខហើយណាទើបអាចផ្ដល់ប្រគល់សេចក្តីសុខឲ្យអ្នកដទៃបានហើយបើមិនទាំងចេះធ្វើឲ្យខ្លួនឯងបានសុខផងទៅធ្វើឲ្យអ្នកណាបានសុខមានតែមួម៉ៅក្តៅក្រហាយដុតរោលតាំងពីពាក្យសម្ដីតាំងពីកប្បកិរិយាអំពើដែលធ្វើឡើងទៅទាំងវាចេញអំពីអាការដែលកើតទុកមិនសុខចិត្តតែខ្លួនឯងហ្នឹងវាដូចជាក្របបែកផ្ទុះបំបែកខ្លួនឯងហើយវាទៅត្រូវអ្នកដទៃទៀតអញ្ចឹងរឿងដែលយើងមានភាពជាទុកមិនសុខខ្លួនឯងហ្នឹងវាទម្លាយសេចក្តីសុខបំបែកសេចក្តីសុខខ្លួនឯងទៅហើយធ្វើឲ្យអ្នកដទៃក៏រងគ្រោះទៅតាមពាក្យសម្ដីដូចជាលីងគ្រោះជះដាក់មុខគេអីចឹងទៅឬក៏ចាក់ដោយលំពេងឬក៏ដូចជាខ្យល់ព្យុះខ្យល់កន្ត្រាក់ក្នុងចិត្តអ្នកដទៃបាក់បែកខ្ទេចខ្ទាំអស់ដោយសារតែខ្យល់មាត់របស់យើងហ្នឹងដែលនិយាយមិនចេះគិតអាហ្នឹងវាចេញមកពីដែលខ្លួនយើងមិនចេះរកសេចក្តីសុខឲ្យខ្លួនឯងហ្នឹងកុំស្មានតែថាការដែលយើងមួម៉ៅក្តៅក្រហាយខឹងក្រោធនឹងឯងឈ្មោះថាយើងនឹងគ្រប់គ្រងលោកនេះមិនមែនទេព្យាបាទជាភ្លើងដុតលោកទេមេត្តាបានជាគ្រឿងត្រួតត្រងនៅលោកដូចជាផ្កាឈូកដែលត្រួព្រះបាទទានៃព្រះរាមាពភាអញ្ចឹងហ្នឹងឯងឬក៏ដោយកាលដែលព្រះបរមពុរិស័ទព្រះអង្គត្រូវការថ្វាយចង្ហាន់បិណ្ឌបាតដល់ព្រះបច្ចេកពុទ្ធមេរាជរាជមកនិមិត្តរំដៅរងើកភ្លើងយ៉ាងធំពាំងផ្លូវព្រះបរមពុរិស័ទចឹងព្រះបរមពុរិស័ទចុះទៅហ្មងចឹងមិនខ្លាចរំដៅរងើកភ្លើងហ្នឹងការឈូកផុសមកត្រួព្រះអង្គដែលទៅថ្វាយទានដល់ព្រះបច្ចេកពុទ្ធនឹងដោយបុណ្យបារមីដែលព្រះអង្គទ្រង់បំពេញមកនឹងដោយការអធិដ្ឋានរបស់ព្រះអង្គដាច់ខាតក្នុងការថ្វាយទានហ្នឹងគ្រាន់តែលើកឲ្យឃើញថាមេត្តាដូចជាការឈូកត្រួតត្រងលោកយើងកុំគិតថាការមួម៉ៅក្តៅក្រហាយខឹងក្រោធជាបាបបៀតបៀនឆ្លោះប្រកែកតោះតេងវាជាពីវេរាដែលมันអាចស្ងប់រងាប់ទៅបានដោយការចងទីជាភ្លើងចឹងទៅស្នាសុគតិភពហ្នឹងមិនមែនចង់ទៅនៅអីសុបាយត្រេកអររីករាយទេគ្រាន់តែជាកន្លែងដែលអាចសម្រេចមគ្គផលបានបាយបង្គំព្រះចលាមនីចេតិយនៅឋានតាវតឹងអញ្ចឹងទៅស្ដាប់ធัวព្រះអរិយៈអញ្ចឹងទៅបានសម្រេចមគ្គផលទៅភពហ្នឹងមានឲ្យត្រេកអររីករាយអីបើកំចាត់ទិដ្ឋិតណ្ហាបានហើយហ្នឹងសម្រាប់ព្រះនិព្វានព្រោះអបាយភូមិមិនមែនត្រឹមតែទុកលំបាកខ្លាំងទេទុកលំបាកហើយអត់បានសម្រេចមគ្គផលទៀតអញ្ចឹងយើងប្រាថ្នាមគ្គផលតើតែមានបុណ្យណាហ្នឹងហើយហើយខំកាន់សិលព្រោះយើងរក្សាសិលហ្នឹងយើងដាំពូជនៃសេចក្តីសុខហ្នឹងដែលយើងមានកម្មសិកតាសទ្ធាកម្មសិកតាបញ្ញាណាឬយើងដឹងថាដាំស្វាយបានស្វាយដាំដូងបានដូងអញ្ចឹងណាហ្នឹងហើយយ៉ាងណាមិញដាំពូជនៃសេចក្តីសុខហ្នឹងគឺថាតែកាលណាយើងឲ្យសុខអ្នកដទៃយើងថ្វាយយើងប្រគេនយើងជូនចេតនាហ្នឹងជាពូជនៃសេចក្តីសុខហ្នឹងឯងថ្វាយបង្គំពុទ្ធពធព្រះសង្ឃថ្វាយបង្គំមេត្តាបិតាយើងថ្វាយយើងប្រគេនយើងជូនភាពខ្ពង់ខ្ពស់បូជាបរតនត្រ័យបូជាមេត្តាបិតាដាំពូជខ្ពង់ខ្ពស់ឲ្យកើតក្នុងតកូលខ្ពង់ខ្ពស់សុគតិភពហើយខ្ពង់ខ្ពស់លោកតរៈទៀតដោយ
អូចាកលិកាណាំងយុតិទាំងផតយោកាលិកោធាយបតោអញ្ចឹងព្រះផតយៈនៅកបិលផោះហ្នឹងបានសោយរាជឲ្យព្រះនរុត្តប្រពូលមកបួសហ្នឹងហើយក្នុងភាសាហ្នឹងបានវិជា3ហើយព្រះអង្គក៏គង់នៅវត្តចេតពុនក៏ស្ថាបនាតែងតាំងឲ្យជាកម្ពូលលើភិក្ខុទាំងឡាយផ្នែកខាងតកូលពងខ្ពស់ណាទាំងលោកយៈទាំងលោកកតរៈភាពពងខ្ពស់ហ្នឹងណាទាំងបនដែលបានធ្វើហ្នឹងមួយកសាងបល្ល័ង្កព្រះទី2ក្រេធម្មាសនៈទី3ផ្លិតបក់ទាញខ្សែបក់ហ្នឹងហើយដាក់ផ្លិតចុះមកលើក្រេទេសហ្នឹងហើយទាញខ្សែបក់អំភើទៅទី4សេនាសនៈសង្ឃហ្នឹងហើយមានក្នុងមន្ទីរអបទានហើយនឹងអដ្ឋថាអេតតិកៈនឹងព្រះផតយៈនឹងតាំងពីសាសនាព្រះសម្មាសម្ពុទ្ធបឋមុត្តរៈមកសែនខែនដីហើយរាប់រយជាតិមុននឹងដល់ជាតិចុងក្រោយហ្នឹងលោកជាយប់ពីទេវលោកមកកើតក្នុងតកូលពងខ្ពស់ហ្នឹងហើយហ្នឹងគ្រាន់តែលើកឲ្យឃើញថាបុណ្យលោកយៈនាំឲ្យសម្រេចលោកកតរៈបានដោយឧបនិស្សយបច្ច័យហ្នឹងហើយកុំឆ្ងល់ថាធ្វើបន់ប្រាថ្នាអីចឹងដូចថាជាប់ដោយលោកភៈតណ្ហាអីចឹងណាហ្នឹងហើយព្រះពុទ្ធអង្គសម្ដែងក្នុង3ដកលេខ26សង្ខារោបបត្តិសោតហ្នឹងហើយមានសទ្ធាសិលសតៈចាគៈបញ្ញាមានធัว5ហ្នឹងនៅក្នុងភូមិសិលធัว5ហ្នឹងណាហើយព្រះអង្គសម្ដែងប្រាថ្នាសម្បត្តិអីក៏បានរហូតដល់ទៅអភិញ្ញា6រហូតដល់ទៅអាសវគយវិជាបានសម្រេចហ្នឹងហើយសេចក្តីប្រាថ្នាហ្នឹងវានៅមានអញ្ចឹងប៉ុន្តែប្រព្រឹត្តទៅដើម្បីអស់សេចក្តីប្រាថ្នាហ្នឹងហើយសេចក្តីប្រាថ្នាយើងមិនមែនប្រាថ្នាទៅដោយការយល់ខុសអីទេដោយទិដ្ឋជុកម្មៈនេះណាសំណួរទិដ្ឋជុកម្មៈហើយនឹងយោនិសោមនសិការៈខុសគ្នាដូចម្ដេចអង្គធัวខុសគ្នាហ្នឹងហើយយោនិសោមនសិការហ្នឹងគឺអង្គធัวគឺមនសិការៈហើយនៅក្នុងមូលសោតអត្តកនិបាតក៏មានតសកនិបាតក៏មានអញ្ចឹងព្រះពុទ្ធអង្គសម្ដែងឆន្ទៈមូលកាឆន្ទៈហ្នឹងជាមូលហើយមនសិការៈនេះឯងសម្ពវាហ្នឹងហើយជាប្រភពនាំឲ្យកើតហ្នឹងហើយបើយោនិសោមនសិការទៅនាំឲ្យបំពេញបុណ្យកុសលសពគ្រប់ទាំងអស់ហ្នឹងឯងអញ្ចឹងសម្ពវាណាដោយថាយកសម្រាមពីភ្នំពេញមកយកមកចាក់នៅក្នុងរោងចក្រលោកសិទ្ធិហ្នឹងក៏មានរោងចក្រគេយកសម្រាមមកចាក់នឹងរោងចក្រគាត់ឲ្យប្រាក់គាត់ទៀតជួលកន្លែងគាត់ចាក់សម្រាមគាត់បានប្រាក់តាំងពីគេយកសម្រាមមកចាក់អត់បាក់ទៅទិញវត្ថុធាតុដើមអីទេហើយដល់រោងចក្រគាត់ហ្នឹងបកែចេញមកទៅជាជីលក់បានធ្វើជាមហាសិទ្ធិហ្នឹងគ្រាន់តែប្រៀបនឹងន័យទៅថារូបសម្លេងគឺរូបផតពៈធម្មារម្មណ៍ហ្នឹងណាអាហ្នឹងប្រៀបបីដូចជាសម្រាមអញ្ចឹងណាហ្នឹងហើយទោះជាមិនទៀងជាទុកជារោគជាបោសជាសជាអាពាតអីយ៉ាងម៉េចក៏ដោយតែចូលមកដល់យោនិសោមនសិការៈនេះប្រែមកថាធ្វើទុកក្នុងចិត្តដោយឧបាយត្រូវទំនោរប្រែឲ្យងាយស្ដាប់មកយោនិសោមនសិការប្រែថាពូកែគិតក្នុងហេតុផលតែយើងស្ដាប់ពធតែមានសទ្ធាបានជាអាហារនៃយោនិសោមនសិការណាក្នុងបៃដកលេខ50ព្រះពុទ្ធអង្គសម្ដែងការសែកគប់សប្បុរសជាអាហារនៃសត្វធម្មសវណៈការស្ដាប់ព្រះធម៌ហ្នឹងជាអាហារនៃសទ្ធាហ្នឹងជាអាហារនៃយោនិសោមនសិការជាអាហារនៃសតិសម្បជញ្ញៈជាអាហារនៃអន្តរិយសម្បរៈជាអាហារនៃសុចរិត3ជាអាហារនៃសតិប្បដ្ឋាន4ជាអាហារនៃពោធិង្គៈ7ជាអាហារនៃវិជ្ជានិងវិមុតតិមាន10ធัวហ្នឹងបន្តគ្នាណាខ្សែគប់សប្បុរស10ធัวមានសទ្ធាមានយោនិសោមានសតិសម្បជញ្ញៈ5 6អន្តរិយសម្បរៈទី7សុចរិត3ទី8សតិប្បដ្ឋាន4ទី9ពោធិង្គៈ7ហើយនឹងទី10វិជ្ជានិងវិមុតតិហ្នឹងគឺអាហារដូចយើងបរិភោគអាហារបានរស់អញ្ចឹងណាការស្ដាប់ព្រះសទ្ធំហ្នឹងជាអាហារនាំឲ្យមានយោនិសោមនសិការៈហ្នឹង
ដូចជីកបលាយទៅទឹកបរហូតតាមបលាយសទ្ធាហ្នឹងណាដែលយើងបានស្ដាប់នៅពធទៅធ្វើឲ្យយើងចេះគិតទៅតាមសទ្ធាយើងជឿគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃមានហេតុមានផលបណ្ដាគុណទោសហ្នឹងក៏យោនិសោមនសិការៈទៅអាហ្នឹងឯងផលិតចេញមកជាទានជាសិលជាសមថៈជាវិបស្សនាអាហ្នឹងឯងរោងចក្របុណ្យណាពុទ្ធបរិស័ទយើងហ្នឹងគឺទៅជាសិទ្ធិបុណ្យហើយដោយសារមានរោងចក្រយោនិសោមនសិការហ្នឹងហ្នឹងឯងហើយផាសៈជាសមុទយៈអញ្ចឹងទៅផាសៈសមុទយាហើយវេទនាសមោសរណាជាទីប្រជុំដោយស្បៀងអាហារអញ្ចឹងក្នុងការដែលបានដឹងនៅអារម្មណ៍ក្នុងโลกហ្នឹងគឺមានវេទនាសោយអារម្មណ៍អញ្ចឹងទៅអត់មានវេទនានុបស្សនាតែប្រធានទេក៏ទៅក្នុងកសែនៃវត្តដាក់ទៅវេទនាបច្ចយាតណ្ហាបច្ចយាបាទាននាងទៅហើយយើងមានតែប្រធានវេទនាបស្សនាតែប្រធានមកអានឹងចូលមកនៅក្នុងផ្លូវនៃលោកតរៈរលឹកដឹងថាវាអត់មានអត្តាសត្វបុគ្គលលោកជាថីដាច់ចក្រពតទេវតាប្រអិនអ្នកសោយអារម្មណ៍អីអត់មានទេវិញ្ញាណដឹងអារម្មណ៍ទៅតួវេទនាសោយអត់មានខ្លួនយើងសោយគេសោយឲ្យទៅចំណែនអីគ្នាអីអត់ទេនឹងឯការដែលបានដឹងនឹងឯងជាផ្លូវទៅព្រះនិព្វានអត់ចាំបាច់ថាឲ្យខ្លួនយើងនឹងបានទៅព្រះនិព្វានហ្នឹងដោយសម្គាល់ថាមានខ្លួនយើងអីអត់ទេដឹងថារូបមានរូបទៅនិព្វានអីវេទនាសញ្ញាសង្ខារវិញ្ញាណមានទៅនិព្វានអីឥឡូវហ្នឹងអត់មានស្អីទៅនិព្វានទេប៉ុន្តែការដែលមិនប្រកាន់ថាជាតួខ្លួនយើងនឹងឯងហ្នឹងជាដំណើរទៅព្រះនិព្វានណាដំណើរទៅព្រះនិព្វានហ្នឹងនិយាយដោយបញ្ញាប្រស័តលោកយើងហ្នឹងណាដែលដោយបរមត្តគឺបញ្ញាដែលដឹងនាមរូបតាមទីក្តីពិតទៅវាលះទិដ្ឋិហ្នឹងណាព្រះនិព្វានគឺការអស់ទិដ្ឋិតណ្ហាហ្នឹងឯងដោយអរិយមគ្គតែឥឡូវមិនតាន់កើតអរិយមគ្គកើតដំណើរផ្លូវហ្នឹងសិនជាឧបនិស្សយបច្ច័យនៃអរិយមគ្គទៅបានដល់ព្រះនិព្វានអញ្ចឹងតែព្រះនិព្វានហ្នឹងគឺអត់មានខណ្ឌណាមួយទៅទេឥឡូវពុទ្ធបរិស័ទយើងមានខណ្ឌ5ហ្នឹងទុកចោលក្នុងលោកហ្នឹងឯងទេហ្នឹងឯងមានតែប្រធានទៅហាមតណ្ហាអត់មានខ្លួនយើងត្រូវការប្រាថ្នាឲ្យយើងបានអីទេរូបវេទនាសញ្ញាសង្ខារវិញ្ញាណជារបស់ដែលចោលក្នុងលោកនេះហ្នឹងឯងតែការមិនប្រកាន់ថាជាខ្លួនយើងគឺមិនប្រកាន់ដោយបញ្ញាអញ្ចឹងបានតទៅហ្នឹងបន្តអំពីធម៌4ខាងដើមហ្នឹងមានឆន្ទៈមូលកាមានមនសិការៈសម្ភវាមានផាសៈសមុទយាមានវេទនាសមោសរណាទៅបានសមាធិប្រមុខខាជាប្រមុខសមាធិហ្នឹងណាជាប្រមុខហ្នឹងឯងក្នុងការដែលយើងដាប់ពធនេះក្តីហើយមុននឹងដង្ហែលោកចាស់នាំពុទ្ធានុសតិអីសំបីដង្ហែហ្នឹងក៏ដោយហ្នឹងហើយយើងដង្ហែទៅដោយអនុសតិទៅក៏សមាធិហ្នឹងហើយនឹកត្រឡឹកដល់គុណព្រះសម្មាសម្ពុទ្ធទៅហ្នឹងហើយយើងអាចដើរបានក៏នឹកគុណព្រះពុទ្ធអញ្ចឹងទៅយើងជំនាញស្រាប់ហើយដោយសទ្ធាដែលយើងសំឧបនិស្ស័យមកស្ដាប់ពធរឿយបានជ្រាបគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃអញ្ចឹងណាហ្នឹងហើយជាប្រមុខនៃការបំពេញបុណ្យកុសលដោយប្រការផ្សេងចឹងដល់ចិត្តជ្រះថ្លាទៅចម្រើនរហូតដល់ទៅវិបស្សនាទៅហ្នឹងហើយសមាធិហ្នឹងប្រកបជាមួយនឹងសតិហៅថាសតាធិបតយាជាអធិបតីតើតែសមាធិនឹងនាំតំទៅសតិហ្នឹងក៏ដឹងថាអូចិត្តស្ងប់ធ្វើទុកក្នុងចិត្តយ៉ាងម៉េចបានជាចិត្តស្ងប់ហ្នឹងចិត្តស្ងប់ហ្នឹងហើយត្រូវដឹងណាត្រូវដឹងចិត្តស្ងប់ហ្នឹងព្រោះចម្រើនសមាធិហ្នឹងគឺចម្រើនចិត្តស្ងប់មិនមែនត្រឹមតែនឹកពុទ្ធោឬក៏នឹកធម្មោឬក៏នឹកដល់សេចក្តីស្លាប់អីចឹងទៅភ័យខ្លាចអីចឹងវាអត់កើតសមាធិទេរវល់ភ័យខ្លាចឡោះហឡៃស្ដាយអីចឹងទៅហ្នឹងហើយតើតែមកដឹងថាចិត្តដែលស្ងប់នេះដោយយោនិសោមនសិការៈនេះធ្វើទុកយ៉ាងម៉េចហ្នឹងហើយធ្វើទុកក្នុងចិត្តយ៉ាងម៉េចបានជាចិត្តនឹងស្ងប់ហ្នឹងហើយអាហ្នឹងតួសតិដឹងថាចិត្តស្ងប់សតិរួមជាមួយសម្បជញ្ញៈគឺបញ្ញាទិដ្ឋជកម្មៈនេះបញ្ញត្តរាណាបញ្ញត្តរាបញ្ញាហើយនឹងឧត្តរាប្រសើរពងខ្ពស់ណាហ្នឹងហើយសមាធិប្រមុខខាសតិហ្នឹងសតាធិបតយាហ្នឹងហើយហើយបានបញ្ញានោះបញ្ញត្តរាហើយដល់ហ្នឹងបានវិមុតសារាវិមុតហ្នឹងជាក្លិមបើនៅក្នុងទស្សកនិបាតថែម2ទៀតអមតោកធាមានចិត្តបង្អោនទៅកាន់ព្រះនិព្វានហើយបានអនុបាទិសេសនិព្វានហ្នឹងគឺនិព្វាននេះបរិយោសានាហ្នឹងហើយជាទីបំផុតគឺបរិនិព្វានហ្នឹងមានធัว10ហ្នឹងហើយនៅក្នុងហ្នឹងគឺមានសតិហ្នឹងកាលណាបើរលឹកដឹងសតិណសមថៈក៏មានណាហ្នឹងហើយឲ្យតែសោបណៈ
ចេតសិកសោបនៈចិត្តគឺរួមដោយសតិទាំងអស់ហ្នឹងឯងដោយក្នុងការដែលពុទ្ធបរិស័ទយើងចម្រើនចិត្តស្ងប់អញ្ចឹងតើដឹងចិត្តស្ងប់ធ្វើទុកក្នុងចិត្តយ៉ាងម៉េចធ្វើទុកក្នុងចិត្តគុណពុទ្ធយ៉ាងម៉េចបានចិត្តស្ងប់នឹងមិនរវើរវាយមិនក្តៅក្រហាយស្ដាយក្រោយមិនកើតទុកចិត្តសบายរីករាយបៃតេបាមកជាចិត្តស្ងប់នឹងមានសេចក្តីសុខហ្នឹងហើយបៃតេបាមកជាសบายហ្នឹងហើយសบายហើយនិព្វាននេះភិរតោមកចោត្រេកអរនឹងព្រះនិព្វានទៅទៀតទៅពុទ្ធបរិស័ទយើងចូលក្នុងឧបសមានុសតិអីទៅក៏បានតាមដែលអាចនឹងរលឹកបាននៅអារម្មណ៍ដែលស្ងប់រងាប់នោះហ្នឹងហើយក៏ដឹងអំពីចិត្តដែលស្ងប់ចិត្តដែលរីករាយហ្នឹងនិព្វានអ្នកសបាយាបដិបទាទៅបដិបទាជាទីសបាយដើម្បីព្រះនិព្វានទៅនៃសពហ្នឹងហ្នឹងហើយអញ្ចឹងតើតែមានសតិសម្បជញ្ញៈថ្នាក់សមថៈតើដឹងចិត្តស្ងប់ហ្នឹងហើយដោយសតិណសតិប្បដ្ឋានអញ្ចឹងដែលចម្រើនតបដ្ឋានហ្នឹងតើដឹងតួសតិដែលរលឹកដឹងបរមត្តធម៌ហ្នឹងឯងហើយដឹងសតិគឺបរមត្តធម៌ប្រកបបរមត្តធម៌ប្រកបមកគឺវាអត់មានទិដ្ឋិមកប្រកាន់សត្វបុគ្គលអីទេអ្វីដែលជាផលរបស់បច្ច័យវាអត់មានអត្តាខ្លួនយើងអត្តាអ្នកដតីទេចាប់អាប់បានអញ្ចឹងទេអ្វីដែលកើតពីបច្ច័យវាមិនដែលជាសត្វទេអ្វីទាំងអស់ដែលកើតឡើងមានតែផលនៃបច្ច័យវាច្បាស់អញ្ចឹងចិត្តចេតសិករូបក្រៅពីចិត្តចេតសិករូបវាអត់ដែលមានស្អីកើតទេហើយចិត្តចេតសិករូបកើតពីបច្ច័យវាមិនដែលជាមនុស្សជាទេវតាទេគ្រាន់តែសន្មតកសែនៃវត្តដាក់ហ្នឹងថាមនុស្សទេវតាអីហ្នឹងសន្មតទេអវិជ្ជាបញ្ញាសង្ខារបញ្ញាវិញ្ញាណនឹងហោហែទៅដល់ជាតិជារៀបជាធិមរណៈហ្នឹងគឺកម្មនាំអីមានវិបាកកម្ដេចសន្ធិហ្នឹងហើយកម្មហ្នឹងគឺវាអត់មានអត្តាសត្វបុគ្គលអីណាជាអ្នកធ្វើកម្មអីហ្នឹងទេគ្រាន់តែសន្មតទេយើងធ្វើកម្មអ្នកដទៃធ្វើកម្មធ្វើបញ្ញកម្មធ្វើបាបកម្មអីហ្នឹងប៉ុន្តែតួចេតនាអភិសង្ខារនោះអាស្រ័យអវិជ្ជាតណ្ហាបាទៀតដូចថាវាប្រកម្មនាមរូបនឹងជាទូខ្លួនអញ្ចឹងដោយទិដ្ឋិតណ្ហាវាត្រូវការប្រាថ្នាត្រូវការប្រាថ្នាចេតនានោះវាទៅជាតួកម្មទៅហ្នឹងឯងជាពូជអញ្ចឹងទៅហ្នឹងឯងហ្នឹងគឺតេតួងទៅនឹងទិដ្ឋជកម្មៈអង្គធัวគឺបញ្ញាណាហ្នឹងឯងហើយយោនិសោមនសិការៈហ្នឹងជាមនសិការៈចេតសិកក៏ប៉ុន្តែជាបតតឋាននៃកុសលធម៌ទាំងអស់សូម្បីតែទិដ្ឋជកម្មៈហ្នឹងក៏ត្រូវអាស្រ័យយោនិសោមនសិការៈហ្នឹងធ្វើទុកក្នុងចិត្តទៅត្រឹមត្រូវតាមហេតុផលទៅបានទិដ្ឋជកម្មៈហ្នឹងហ្នឹងឯងគឺទិដ្ឋិហើយនឹងឧជកម្មៈហ្នឹងឯងអញ្ចឹងយើងសរសេរទិដ្ឋមិនបាច់ដាក់ស្អេបើស្អេគេលុបហើយហ្នឹងហើយពុកផ្សំនឹងស្រៈអ៊ុកណាអ៊ុកវិញទូមកជាស្រៈអោកមកទិដ្ឋិហ្នឹងឯងប៉ុន្តែទៅជាទិដ្ឋជកម្មៈហ្នឹងអញ្ចឹងទៅគឺទិដ្ឋិហើយនឹងឧជកម្មៈឧជប្រែតែត្រង់តែអំពើយល់អំពើហ្នឹងមានចេតនាកម្មក្នុងហ្នឹងព្រោះទិដ្ឋជកម្មៈហ្នឹងគឺមានចេតនាកម្មទាំងជាមហាកុសលប្រព្រឹត្តទៅក្នុងមហាកុសល8ហ្នឹងឯងចឹងដែលប្រព្រឹត្តទៅក្នុងបញ្ញកិរិយាវត្ថុ10ហ្នឹងហើយបានទៅជា80ហ្នឹងមានទានថែមបត្តទានបត្តានុមោទនា2មកទៀតអញ្ចឹងទានមាន3បត្តទានជូនបនបត្តានុមោទនាត្រេកអរនឹងសេចក្តីល្អរបស់អ្នកអតីហើយសិលអបច្ចាយណៈហើយនឹងវេយាវចៈ2ចូលមកទៀតហើយនឹងភាវនាបញ្ចូលធម្មទេសនានេះការសម្ដែងពធហើយនឹងការស្ដាប់ព្រះធម៌ចូលមកក្នុងភាវនាយ៉ាងការស្ដាប់ពធនឹងចូលក្នុងភាវនាហើយក៏ចូលនៅក្នុងធម្មអនុសាសតិដែរការដែលអនុសាសតិហ្នឹងគឺការដែលបដៅធัวហ្នឹងឯងការដែលណាទូមានព្រានបដៅធัวរឿយហ្នឹងឯងហ្នឹងក្នុងសក្គាតវៈហ្នឹងដែលព្រះពុទ្ធអង្គទ្រង់ប្រកាសសម្ដែងពីរឿងឲ្យបាយឈ្មោះទៅឲ្យកម្លាំងឲ្យសម្ពុតឈ្មោះទៅឲ្យពួរសម្បុរឲ្យប្រទីបឈ្មោះទៅឲ្យចក្ខុឲ្យយានឈ្មោះទៅឲ្យក្តីសុខឲ្យទីសនៈអាស្រ័យហ្នឹងឈ្មោះទៅឲ្យវត្ថុទាំងពួងហើយទូមានព្រានបដៅធัวហ្នឹងបុគ្គលណាទូមានព្រានបដៅធัวបុគ្គលនោះណាឈ្មោះថាឲ្យនៅព្រះនិព្វានហ្នឹងអមតន្តតោចៈសោហោតិណាយោធម្មមនុស្សាសតិហ្នឹងហើយហ្នឹងយោធម្មអនុសាសតិហ្នឹងបុគ្គលណាទូមានពីបដៅពធហ្នឹងគឺអមតន្តតោចៈសោហោតិហ្នឹងបុគ្គលនោះឯងជាអ្នកឲ្យនៅព្រះនិព្វានហើយព្រះកថាលោកបញ្យល់មាន5ក្នុងហ្នឹងណា
នៅក្នុងធម្មអនុសាសតិនោះព្រះថាលោកបញ្យល់ទី1អដ្ឋកថាំងកថេតិពោលអដ្ឋកថាទី2បាលិនវាចេតិហ្នឹងឯងបង្រៀនបាលីហើយទី3ដោះស្រាយបញ្ហាទាំងឆ្លើយបញ្ហាណាបច្ចតបញ្ហាវិសច្ចេតិហ្នឹងឯងហ្នឹងដល់ទី4កម្មដ្ឋានហ្នឹងអចកតិប្រាប់កម្មដ្ឋានហើយនឹងទី6ធម្មសវណ្ណក្រោតិធ្វើនៅការស្ដាប់ព្រះសទ្ធធម៌ហ្នឹងចូលនៅក្នុងធម្មអនុសាសតិពីព្រោះបើអត់មានអ្នកស្ដាប់ទេអត់មានអ្នកសិក្សាអត់មានអ្នករៀនអត់មានអ្នកថែរក្សាពុទ្ធសាសនាទុកជាមរតកទៅដល់កូនចៅរហូត100ឆ្នាំ200 500 1000 2000ផ្លាយឆ្នាំទៀតហ្នឹងឯងមានអ្នកសំដែងមានអ្នកស្ដាប់អញ្ចឹងក្នុងការដែលយើងចង់បូជាព្រះធម៌ហ្នឹងមិនចំពោះតែបូជាអ្នកសំដែងទេណាហ្នឹងហើយបូជាអ្នកដែលស្ដាប់ហ្នឹងដែលយើងតាំងចិត្តថាបូជាព្រះធម៌នៅលើចិត្តយើងណាថាអូអ្នកហ្នឹងអ្នកស្ដាប់ព្រះធម៌មិនចំពោះតែពេលស្ដាប់ហ្នឹងទេពេលណាក៏បានដែរពួកយើងដឹងថាអ្នកហ្នឹងជាអ្នករៀនធម៌ស្ដាប់ធម៌រឿយរៀនបាលីរៀនអត្តកថាសាកសួរបញ្ហាអញ្ចឹងទៅពេលយើងចង់ប្រកេនអីចង់ជូនអីយើងតាំងចិត្តយើងថាបូជាពធัวអាហ្នឹងគឺជាធម្មបូជាហើយហ្នឹងឯងមិនចំពោះតែអ្នកសំដែងទេពីព្រោះអ្នកស្ដាប់ពធัวហ្នឹងក៏ឈ្មោះថាធម្មអនុសាសតិហ្នឹងឯងហើយទាំងអស់ហ្នឹងទាំង5មុខហ្នឹងណា5មុខហ្នឹងអដ្ឋកថាងកថេតិបាលិនវាចេតិហើយឆ្លើយនៅបញ្ហាដែលគេសាកសួរបច្ចតបញ្ហាហ្នឹងហើយវិសច្ចេតិឆ្លើយនៅបច្ចតបញ្ហាហ្នឹងបញ្ហាដែលគេសាកសួរហ្នឹងវិសច្ចេតិហ្នឹងឆ្លើយទី3ទី4កម្មដ្ឋានហ្នឹងអចេកតិហ្នឹងប្រាប់កម្មដ្ឋានហើយនឹងទី5ហ្នឹងធម្មសវណ្ណស្ដាប់ករោតិធ្វើនៅការស្ដាប់ពធហ្នឹងចូលមកនៅក្នុងអមតន្តតោចសោហោតិហ្នឹងហើយបុគ្គលនោះឯងឈ្មោះថាឲ្យនៅអមតន្តតោណាតតោហ្នឹងគឺអ្នកឲ្យនៅអមតហ្នឹងហើយសំគ្នាទៅបាលីហ្នឹងហៅអមតន្តតោណាជាអ្នកឲ្យនៅព្រះនិព្វានគឺយើងចូលរួមសម្ដែងធัวស្ដាប់ពធัวហ្នឹងចូលរួមនៅក្នុងការថែរក្សាបត្រៃបីដកហើយយើងថែរក្សាបត្រៃបីដកហ្នឹងឯងឈ្មោះថាយើងឲ្យព្រះនិព្វានណាបងប្អូនកូនចៅតទៅរាប់លានកោតអ្នកដែលមានបត្រៃសរណគមដល់ច្រើនគឺមានត្រៃណគមហ្នឹងរាប់កោតលានអ្នកហ្នឹងនិយាយចំពោះទៅខ្មែរយើងតិចណា10ឆ្នាំកើតប៉ុន្មានអ្នក100ឆ្នាំកើតប៉ុន្មានអ្នកហ្នឹងឲ្យយើងសប្បាយចិត្តទៅបងប្អូនកូនចៅដែលយើងមានឱកាសបានធ្វើកិច្ចការងារជាប្រយោជន៍ហ្នឹងណាបើយើងមិនបំពេញសេចក្តីល្អពេលហ្នឹងទេយើងគិតទៅបំពេញសេចក្តីល្អពេលណាទៀតហ្នឹងហើយហើយប្រអិនមកនាំនាងកុកអីហ្នឹងចឹងទៅគ្រាន់តែរំលឹករឿងរ៉ាវដែលប្រអិនគោរពអ្នកមានសិលហ្នឹងណាដែលលើករឿងខាងដើមបន្តិចចឹងទៅដល់ពេលនាងកុកនេះស្លាប់ទៅក៏បានកើតជាកូនឈ្មោលឆ្នាំងនៅជាមនុស្សហ្នឹងហើយហើយប្រអិនមកណែនាំឲ្យរក្សានិច្ចសិលទៀតកើតជាមនុស្សនឹងរក្សាបានពេញលេញល្អចឹងមនុស្សចេះដឹងច្រើនណាបានស្លាប់ទៅកើតជាកូនអសលនឹងអសលមុនបងនៅឋានតាវតិនក្រោយមកប្រអិនមគ្គមេនុបហើយនឹងគ្នាអីហ្នឹងបានទៅទីហ្នឹងទៅបានកើតរឿងដេញពួរអសលអីហ្នឹងមកកន្លែងផ្សេងអញ្ចឹងទៅថាតោះតេងគ្នាដែរណាទេវតាហ្នឹងហើយហើយនាងកុកហ្នឹងទៅកើតកូនអសលហ្នឹងហើយដល់ពេលរឹសណែដល់ពេលជ្រើសរើសណាជ្រើសរើសគូក្រមនាងជាតាហ្នឹងកូនស្ដាច់អញ្ចឹងថាឲ្យនាងហ្នឹងបោះផ្កាទៅចូលក្នុងអសលណាគឺបានអសលហ្នឹងហើយជាប្តីហ្នឹងហើយមិនអសុរកាយអបាយភូមិទេអសលនេះអសលពួកទេវតាចឹងហ្នឹងហើយធ្វើពិធីធំដុំមកឡើងលើទីខ្ពស់វេទិកាហើយបោះផ្កាហ្នឹងទៅហ្នឹងហើយពួកអសលកំឡោះហ្នឹងទៅសម្បើមហើយប្រអិនហ្នឹងក៏ទៅដែរហើយចុះប្រពន្ធព្រះអង្គតាំងពីជាតិមុនមកហ្នឹងហើយនាងបោះផ្កាវឹបទៅរិទ្ធរបស់ព្រះអិនធ្វើឲ្យផ្កាហ្នឹងទៅចូលក្នុងតកព្រះអិនវឹបហ្នឹងហើយព្រះអិនក៏មកចាប់នាងជាតាហ្នឹងហោះវឹងហ្នឹងហើយទៅដល់កន្លែងវេទិកាហ្នឹងឯងចាប់3ដៃម្ខាងហើយជើងធាក់ម្ខាងវឹងហោះបានគេដឹងថាអូប្រអិនហើយបានកើតសង្គ្រាមគ្នាហ្នឹងតែពួកអសលនឹងប្រអិនហ្នឹងរឿយមកក្រោយមកត្រូវគ្នាទាំងត្រូវគ្នាឪក្មេកអីកូនភាសាហ្នឹងបាននាំគ្នាទៅណាជួបព្រះតាបោះប៉ុន្តែប្រអិនហ្នឹងមានសេចក្តីគោរពទន់ភ្លន់អោនលំទោន
chiêng ơi khmê đại à sao nó sao chơi cái rục ấy tê tại anh nó lọp tăng vì mẹ thiện mình nộp tới ô miền mẹ ta chặt đó na bàn tay chỉ phải anh nó dùng khăn mẹ ta chặt đó rồi miền rừng traoประกันấy chân tới để chia vô đôi thà chưa tạm kê traoประกันđó thà mẹ thiện mình nộp mong chọn bạc bao thằng ta mới đi ấy chân tới có chặt chay ơi tầm rây tròn đi kia ấy còn năng ấy tầm rây ở hiện tròn đòi mẹ ta nộp thiệp vô cái tây mà kra tiết cái nô tầm rây mà ao khơi mà nô tầm rây nốt chỉ cuồng năng hiện tại tròn này hay đòi chăm tới để chỉ bàn đăng an nộp thiệp năng lực là lực xung bay để đồng rây sạch để chán có đăng côn để thằng ngọc này năng dân chỉ mà nu chăn sạch để chăm tới có xôm cái mà tô ấy năng chăm tới nó riêng ra nó hay ban của cô đồng rây năng anh ao đó mẹ thiện mà nộp năng đồng rây nó ban mà nơi vui mẹ thiện mà nộp nó ban sai cục mùi sập ở đó mẹ thiện mà nộp hạt đồng liên ai chui thơ ca nghe chị bon của xó chui sang ấy thơ ấy nó đồng rây nó đồng ngáy chia tê bọt đó năng này nơi than ta và tân năng đăng côn và anh o côn và anh na trôi chặt niệm mật chia đầm rây tay bọt đấy nó phải trôi chặt niệm mật chia đầm rây chẳng ban ông pro ấy cả phơi đầm rây vài và anh cùng ấy năng có rung lắc riêng năng đầm rây mua đầm rây e ra vốn năng bề chia và tiền ao mẹ khệ mình nộp bàn xài cục là trong tất cả than ta và tầng bàn tay tôi rút và anh á năng này mật chia đầm rây phai và anh phai tê và bọt ấy trong tay năng này hay cò sang là sự thầm mi là sự thầm mi nó chọn mua từ đó than ta và tầng nó là sự thầm mi chỉ ti phải chung tầm đây phải thua về tập prom á về hòn sự thiệt về prom ấy riêng mặt phai bằng cung pre chỉ làm đi chặt đấy để đồng co pre và đồng mặt thiệt lắm đây phải thua nơi là sự thầm mi này miền một là sự thầm mi ngày qua trường ra chán cần để làm lực trường ra thì để và anh nâng đàn mà phải bằng cung để tập bò hay tập bò nâng các bạn tôi thà mà hà bò bết cùng nơi bị còng cho phụ tập bò một sợi bàn ngụt tức nên lần mà ông thì ông bay ông tới rồi để lần cài lần support và bò chơi ấy nó người mình đó hay làm mũi của ông kia và anh thoáng á và anh chơi mau thà xung bay để lần cài rồi bò nẹt miền sân nó đôi cùng rong cà tịch cứ phụ tê và đá chưa được là na này nhom cả na thà pin chặt nâng khăn nó cứ khăn cài mến đó chứ khăn cài mến bàn tay đau em na chặt chưa được là nó từ tua khăn nâng tới cứ đào chặt chưa được lá và tới chỉ ít tha rom á bàn tay đói và rốt vô côn khăn rồi bó nẹt miền sờ khăn cài rồi bó nẹt miền sờ và anh phải chia thà mình chăm bách pol đào khăn rồi bó sờ lên lần là bò sờ quay lên ấy rồi một bò sạt chơi màu ấy đòi có ô lần sờ bò lộn cha còn nơi đi khâu từ quan cơ từ tầng nằng ấy nó lần sờ lên nằng sập sai từ trong ban đầu cho tiền cho từ đó than tao và tăng tê và lô prom và lô quá lần bò sờ đúng không bàn tay và anh ta không bay từ lần cài nè miền sờ đôi cầm rong cà tệp dần hay về dân về như tam bạc bị thoáng về tiện tuồng khơi chặt rồi để tới chia ít thà rom đòi bà đệ cặp bạ nè ngày đòi nát như chất chỉ đẹp là rồi biết đôi thà mà đai để sổ lạnh côn đó côn nó hơi buộc dùng chẳng tư mà anh đặt côn nó đang thơm mạch vô đánh ai buộc côn năng ngày vô pre vô ai liệp ai khla ai chẳng tư ai côn nó chỉ dùng ai chẳng tư hay sạp để côn năng về phần tô bong pru màu lơ quạt á mà đai nó còn o trong để côn quạt việc bắt hàm pua đây là ngày bắt dùng tới xua tớiเลยmột pin luôn quạt nó có quạtสบายnày nó còn để lơ kia tê hỏi khơi bia rừng tức chất để tre o năng côn để ban thì cái đây sọc nó á rồi ớt pơm để muộn nó vừaสบายnăng côn bẩn tô bong đạn năng tự tiệtอย่างนำนั้นเดี๋ยวไปอันเป็นจัดนังเซลละโดยฉันส่งไปแต่คลันกายบอลเนี่ยเมียนเซลนั้นก็บางทีอารมณ์ใน
ជាវណ្ណចិត្តដែលជាមហាកុសលកើតឡើងទៅដោយសោមនស្សត្រេកអរហ្នឹងឲ្យពុទ្ធបរិស័ទយើងបានជ្រាបពីតម្លៃនៃជីវិតមានសិលហ្នឹងឯងហើយក៏ក្លិនរបស់អ្នកមានសិលហ្នឹងដែលធ្វើឲ្យពុទ្ធបរិស័ទយើងមានទំនុកទុកចិត្តចឹងទៅមានសេចក្តីសុខដែលយើងធ្វើឲ្យអ្នកអតីទុកចិត្តហ្នឹងអ្នកអតីមានសេចក្តីសុខហ្នឹងយើងបានបុណ្យណាហ្នឹងឯងដោយសារតែគ្រឿងប្រដាប់កាយរបស់យើងហ្នឹងវាមានហើយសម្លៀកបំពាក់អភរណៈអីផ្សេងប៉ុន្តែព្រះពុទ្ធអង្គសម្ដែងសីលੰអភរណੰសេដ្ឋាំងសិលជាអភរណៈដ៏ប្រសើរហ្នឹងឯងចឹងឲ្យពុទ្ធបរិស័ទយើងរីករាយក្នុងបោសិទ្ធសិលរក្សាសិល5ហើយក៏រៀនទៅណារៀនសមាទានបោសិទ្ធសិលទៅហ្នឹងឯងកុំខ្លាចហ្នឹងឯងខ្លាចសរសេរសួរមកខ្ញុំអត់ហ៊ានរក្សាបោសុទ្ធខ្ញុំខ្លាចកន្លែងណាខ្លាចអត់បាយយឃ្លានមិនដែលអត់ហ្នឹងឯងចឹងចាំយើងឆ្ងល់អីយើងសន្ទនាសាកសួរទៅឲ្យតែយើងស្រឡាញ់បុណ្យព្រះពុទ្ធអង្គសម្ដែងថាឲ្យយើងខ្លាចបាបហ្នឹងឯងដែលនាំមកនៅទុក្ខទោសក្នុងវដ្តសង្សារនោះក្រៃលែងណាស់ហើយអាហារហ្នឹងយើងគ្រាន់តែបរិភោគពីព្រឹកមកដល់ថ្ងៃត្រង់ហ្នឹងណាហើយយើងកំណត់ក្នុងចិត្តថាថ្ងៃហ្នឹងមិនស្លាប់នឹងអត់បាយទេកំណត់ចឹងណាហ្នឹងឯងបាយមួយចង្អែតយើងហ្នឹងណានោះអត់បាយ7ថ្ងៃក៏មិនស្លាប់ដែរដូចលោកចូលនិរោធសមាបត្តិអីហ្នឹងអានេះយើងមានអត់ឯណាស្អែកហ្នឹងរត់តែភ្លឺមិនតាន់ហ្នឹងហើយទូទានហើយគ្រាន់តែមួយងាកហ្នឹងលោកម្ចាស់លោកអត់រាល់ថ្ងៃហ្នឹងហើយថាយើងនឹករលឹកព្រះពុទ្ធរិកាចេញពីព្រះពុទ្ធអស់ព្រះអង្គសម្ដែងពីកាលភោជនាវេរមណីសិក្ខាបទាំងសមាទិយាមិហ្នឹងចេញពីពុទ្ធអស់អីថាសិក្ខាបទបព្វជិតយើងអត់បានបួសយើងមិនបានប្រព្រឹត្តបប្រតិបត្តិអីយើងមានតែសេចក្តីគោរពកោតក្រែងដល់ធម្មវិន័យរបស់បព្វជិតប៉ុន្តែនេះបោសុទ្ធណារហូតដល់ព្រះអង្គយាងទៅសម្ដែងប្រាភិធម្មនៅឋានតាវតឹកណាដល់ព្រះមហាមុគលានទទួលសួរព្រះអង្គយាងមកថ្ងៃណាយាងមកកន្លែងណាអីព្រះអង្គត្រាស់ថា7ថ្ងៃទៀតណាពាក់ដាខែអាសត់ហ្នឹងថាគាត់ចុះត្រង់សង្កស័កឲ្យបាសកបាសិការរក្សាបោសិទ្ធសិលចាំទទួលរដ្ឋាគាត់មើលក្នុងអត្ថកថាមើលក្នុងយមកៈរឿងយមកៈហ្នឹងយមកៈបរិហាហ្នឹងមានរៀបរាប់ហើយព្រះអង្គរំលឹកឲ្យរក្សាបោសិទ្ធទៅយើងដឹងអត់អស់ទេយើងអត់អាចដឹងផលនៃបោសិទ្ធសិលអស់ទេដោយតែព្រះអង្គបានជ្រាបទេហ្នឹងហើយតែយើងដឹងប៉ុណ្ណាយើងគ្រាន់តែនឹកថាសំខាន់ប៉ុណ្ណាដែលព្រះពុទ្ធអង្គរំលឹកដាស់តឿនឲ្យរក្សាឧបោសថចាំទទួលព្រះអង្គនេះហ្នឹងហើយអញ្ចឹងគឺយើងប្រឹងប្រែងណាព្រោះយើងមានជាតិកំណើតកើតមកហើយហ្នឹងហើយជាតសមរណង្ហោតិបងប្អូនកូនចៅអត់មានកិច្ចរួចទេក្តីស្លាប់ហ្នឹងទៅណាហ្នឹងហើយអត់បានរស់មួយថ្ងៃហ្នឹងទៅខំប្រឹងទៅហើយយើងមានប្រាក់មានអីមហាសិទ្ធិអីណាក៏មិនអាចទិញសេចក្តីល្អបានទេតើតែមានសទ្ធាហើយសទ្ធាហ្នឹងងាយតើតែបានខ្សែគប់ល្អណាស់ឧបនិស្ស័យមានមកទៀតមិនងាយណាកុំថាយើងមានសទ្ធាអញ្ចឹងអីមិនអ្នកដតីហ្នឹងមិនធ្វើទានមិនរក្សាសិលអីមិនងាយណាសទ្ធាហើយបញ្ញាដែលបានយល់ដឹងជីវិតដែលកើតមកនេះបដិសន្ធិដោយផលរបស់បុណ្យណាកុសលវិបាកបដិសន្ធិហើយនឹងភវំណាភវំយើងរស់នៅរាល់ថ្ងៃនេះថាបដិសន្ធិដែលកន្លងទៅហើយតែមកគណៈពេលដែលបដិសន្ធិកើតហ្នឹងកម្មច្ចរូបហ្នឹងតែប្រកដីរាល់ថ្ងៃនោះភវំជាផលបុណ្យណាភវំមានតែរហូតណាពេលដែលយើងកំពុងលឺហ្នឹងសោតតែទ្វេរវិថីអស់ទៅធ្លាក់ចុះកាន់ភវំបានមโนទ្វេរវិថីបានកើតមកបន្តប៉ុន្តែដែលភវំសន្តតិនឹងច្រើនឋានៈហ្នឹងគឺនៅពេលសឹងលក់សម្រានលក់ហ្នឹងភវំហ្នឹងកុសលវិបាកហើយកុសលវិបាកហ្នឹងមិនមែនគ្រាន់តែផលរបស់បុណ្យអីដែលឲ្យកើតហើយបុណ្យហ្នឹងឈប់ជាបច្ច័យរហូតមកមិនមែនទេបុណ្យហ្នឹងនៅជាបច្ច័យរហូតយើងកំពុងអង្គុយហ្នឹងបុណ្យហ្នឹងជាបច្ច័យបានយើងនៅរស់បាននេះណារស់ដោយសារបុណ្យណាភវំហ្នឹងកើតហើយរលត់ទៅហើយបើអត់កើតមកទៀតទេដោយអគិសនីនេះចឹងចរន្តអគិសនីរុញមករហូតណាបានភ្លើងនឹងឆេះយើងរស់ហ្នឹងបំរុញមករហូតណាបានន័យថាបំជាបច្ច័យគ្រប់វិនាទីទាំងអស់
ហើយប៉ុនហ្នឹងគឺចិត្តបានសន្សំមកណានៅក្នុងចិត្តហ្នឹងសន្សំចន្ដានដោយអំណាចជាអ្នកវិថីហើយបានជាបឋមប្រធានប៉ុនហ្នឹងជាបច្ច័យឲ្យមានភវាំងហើយនឹងកម្មមជ្ឈរូបភ្នែកជាចំណោះអណ្ដាតប្រសាទកាយហតិយវត្ថុភាវរូបស្រីប្រុសជីវិតរូបជាកម្មមជ្ឈរូបសុទ្ធណាដែលយើងនៅរស់ហ្នឹងរស់ដោយសារផលបុណ្យណាអានឹងតែយើងមានបញ្ញាអប់រំចម្រើនរឿយបានយើងនឹករលឹកអរគុណបុណ្យឲ្យកើតមកជាមនុស្សបានរួចពីអបាយភូមិមាននរកជាដើមផងអរគុណមេត្តាបិតាចិញ្ចឹមបីបាច់មើលថែរក្សាហើយយើងបានឱកាសប្រើប្រាស់ជីវិតមនុស្សនេះពិសេសចូលកម្មភ្នោះបួសជាបព្វជិតហ្នឹងក៏បានដោយសារកើតមកជាមនុស្សអរគុណញោមពុកញោមម៉ែដែលបានចិញ្ចឹមបីបាច់ថែរក្សាមកអរគុណញាតិញោមបបរមកវេកអីហ្នឹងគឺថាបានឲ្យអាត្មារស់24ម៉ោងណាបបរមកវេកហ្នឹងហើយ24ម៉ោងចំណេញបណ្ណាសិលសមាធិបញ្ញាវាមិនមែនពិសេសត្រង់ថា24ម៉ោងហ្នឹងយើងត្រូវចាយ$10000អីចឹងទៅមិនមែនទេ10000រៀលហ្នឹងក៏បានដែរប៉ុន្តែ24ម៉ោងហ្នឹងវាសំខាន់យើងមានបត្រៃណគុំមានសិលហើយយើងកើតជាមនុស្សហ្នឹងបើយើងមិនបំពេញសេចក្តីល្អក្នុងកំណើតយើងជាមនុស្សនេះទេតែយើងគិតទៅធ្វើល្អនៅក្នុងជាតិកំណើតណាហើយកើតមកជាមនុស្សហើយជួបពុទ្ធសាសនាទៀតបើយើងមិនប្រឹងប្រែងទទួលយកបត្រៃបីដកមកសិក្សារៀនសូត្រទេយើងគិតថាស្អីវាសំខាន់ចាំបាច់ជាងនឹងទៅពិតមែនហើយការរស់ទទួលទានដើម្បីចាំជីវិតតែប៉ុន្តែត្រូវប្រយ័ត្នប្រយែងណាដែលកុំឲ្យតិចការងារនោះពួកស៊ីពេលវេលាអស់ហាលីងណារឿងចាំជីវិតនឹងជាតិណាក៏ចាំដែរឲ្យតែកើតមកចាំហើយគោក្របីអីចាំទៅតោខ្លាក្រពើអីមើលខ្វល់ចាំជីវិតនឹងសម្រាប់សត្វតិចណាហ្នឹងហើយជាតិណាក៏តែចិញ្ចឹមជីវិតហ្នឹងប៉ុន្តែជាតិនេះយើងបានជួបពធัวណាកុំរវល់តែរឿងចិញ្ចឹមជីវិតចិញ្ចឹមវាមិនរស់ទេជីវិតហ្នឹងដល់ថ្ងៃស្លាប់គឺដែលស្លាប់ហើយចិញ្ចឹមប៉ុណ្ណាក៏វាមិនរស់ដែរគ្រាន់តែយើងរស់មួយថ្ងៃយើងត្រូវឆ្លៀតឲ្យបានឱកាសមិនក៏ថាយើងបានដាប់ពធัวកន្លះម៉ោងអីចឹងទៅក៏ចៅតិចហ្នឹងកន្លះម៉ោងហ្នឹងទៅថាអត់ទៅទៀតនោះយ៉ាប់មែនទេតែគិតថារស់នៅដើម្បីអីហ្នឹងហើយបើយើងមិនចម្រើនទៅដោយបុណ្យកុសលដែលយើងមានឱកាសបានកើតមកជាមនុស្សហ្នឹងទេតែយើងគិតទីពឹងអីហ្នឹងហើយពីព្រោះអត់មានអ្នកណាទទួលផលបាបរបស់កម្មអីជំនួសគ្នាបានទេយើងកើតមកជួបជុំគ្នាចឹងមែនណាប៉ុន្តែជីវិតហ្នឹងម្នាក់ឯងគាត់ទៅក្នុងដំណើរជីវិតចុតិបដិសន្ធិទៅហ្នឹងណាយើងត្រូវពឹងខ្លួនយើងគឺយើងដាំពូជនៃសេចក្តីសុខហ្នឹងឯងហើយយើងប្រាថ្នាព្រះនិព្វានហ្នឹងគឺការអស់ទិដ្ឋិតណ្ហាអស់វត្តៈវត្តៈតណ្ហាវាជាកិលេសវត្តៈដែលនាំឲ្យមានកម្មនាំឲ្យមានវិបាកអដិសន្ធិហ្នឹងវាត្រូវអស់ដោយសារកម្មអញ្ចឹងទៅការមិនកើតនៅកិលេសវត្តៈកម្មវត្តៈវិបាកវត្តៈហ្នឹងជាសម្បត្តិព្រះនិព្វានដែរទាំងអស់ហ្នឹងគឺដោយសារបុណ្យណាហ្នឹងហើយសព្វមេតេនៈដែលនៅក្នុងនិធិកម្មសូត្រហ្នឹងណាបានម្ដែងអំពីការដែលបានសម្រាប់អ្វីទាំងអស់ហ្នឹងឲ្យលបតិហ្នឹងណាហ្នឹងគឺតេតួងទៅនឹងសព្វមេតេនៈសព្ពាំងអេតេនៈលបតិហ្នឹងគឺថាសព្ពាំងអ្វីទាំងពួងហ្នឹងទាំងសម្បត្តិលោកយៈសម្បត្តិលោកសម្បត្តិទេវតាសម្បត្តិព្រះនិព្វានហើយសូម្បីបានជាសាវកៈបារមីញាណបានជាព្រះបច្ចេកពុទ្ធបានជាព្រះសម្មាសម្ពុទ្ធទាំងអស់ហ្នឹងសព្ពាំងហ្នឹងបានលបតិណាហ្នឹងសព្ពាំងលបតិបានទាំងអស់ហ្នឹងគឺអេតេនៈដោយអំណាចនៃបញ្ញនិធិនោះឯងណាបានទៅជាសព្វមេតេនៈលបតិហ្នឹងគឺនៅក្នុងបៃដកលេខ52យើងមើលក្នុងមេតិកាឃើញនិធិកណ្ឌៈសូត្របន្ទាប់ពីតរោបតសូត្រមកតរោបតសូត្រមាននៅក្នុងខតកនិកាយខតកបាថៈហ្នឹងដែរណាបាននៅក្នុងពេកវត្ថុក៏មានតរោបតសូត្រហ្នឹងនិធិកណ្ឌៈសូត្រហ្នឹងនៅក្នុងបៃដកលេខ52ហ្នឹងខតកនិកាយខតកបាថៈរួចទៅបានបកាថាធម្មបទរួចទៅបានឧទានមាន3វគ្គក្នុងបៃដកលេខ52ហ្នឹងអញ្ចឹងបញ្ញនិធិប្រែតែកំណត់បុណ្យណាឬយើងផ្ញើប្រាក់នឹងធនាគារអីចឹងហ្នឹងហើយយើងមានខ្លាចអីយើងបានការណាហើយការធនាគារនឹងតិចតួចណាស់បើប្រៀបជាមួយគ្នានឹងការដែលយើងគប់កំណត់បុណ្យនេះជាមួយគ្នានឹងពុទ្ធវធម៌ប្រសង្ឃនេះក្រៃលែងណាស់មិនអាចរាប់ចំនួនបានទេឲ្យដល់សត្វបាន1000ឲ្យដល់មនុស្សអត់ត្រៃណគុំអត់សិលឲ្យដល់សត្វបាន100ឲ្យដល់មនុស្សបាន1000មនុស្សដែលអត់ត្រៃណគុំអត់សិលហ្នឹងហើយដល់ទៅមនុស្សហ្នឹងអត់ត្រៃណគុំទេប៉ុន្តែមានសិលហ្នឹងបានឡើងដល់ទៅ100,000ណោះខុសគ្នាពីមនុស្សដែលអត់សិលហ្នឹងខុសគ្នា100ដងហ្នឹងហើយឲ្យដល់តបោះអិសីអត់ត្រៃណគុំប៉ុន្តែបានសមាបត្តិ8លោកីអភិញ្ញាបាន100,000កោត100,000នេះមកកោតដងទៀតហ្នឹងហើយអាហ្នឹង4ពួកហ្នឹងនៅក្នុង
3 ដកលេខ 28 តេភិណាវិភាំងកសោតបដិបុគ្គលិកទាន14ហ្នឹង4ខាងក្រោមហើយនៅទៅ10ខាងលើទៀតរាប់ពីលើមកវិញគឺព្រះសម្មាសម្ពុទ្ធព្រះវិជ័យកពុទ្ធហើយនឹងមាន4គូនេះហ្នឹងហើយតាំងពីព្រះអរហន្តហើយនឹងបុគ្គលដែលកំពុងប្រតិបត្តិដើម្បីបាននៅព្រះអរហន្តហ្នឹងអរហត្តផលហ្នឹងហើយហូបហើយមកដល់ព្រះសោតាបានហើយនឹងបុគ្គលដែលកំពុងប្រតិបត្តិដើម្បីជាក់ច្បាស់នៅសោតាបត្តផលនេះដែលហៅថាសោតាបត្តិផលៈសច្ចកិរិយាយៈហ្នឹងគឺកល្យានបឋិជនហ្នឹងដែលមានបត្រៃណគុំរហូតទទួលគ្នានឹងខណៈនៃសោតាបត្តមៈនឹងឈ្មោះថាបុគ្គលកំពុងប្រតិបត្តិដើម្បីជាក់ច្បាស់នៅសោតាបត្តផលឲ្យទានដល់បុគ្គលដែលមានបត្រៃណគុំហ្នឹងណាបងប្អូនកូនចៅយើងហ្នឹងតូចតាចអីហ្នឹងក៏ដោយដែលមានបត្រៃណគុំហ្នឹងណាក្រៃលែងជាងឲ្យទានដល់តបោះអីសីដែលបានសមាបត្តិ8លោកីយបញ្ញាហោះមានរិទ្ធមានការរលឹកជាតិបានទេពចក្ខុទេពសោតចេតោបរិញ្ញញាណដឹងចិត្តអ្នកដតីហ្នឹងណាឲ្យទានដល់តបោះអីសីហ្នឹងមិនស្មើនឹងឲ្យទានដល់អ្នកដែលមានបត្រៃណគុំទេផលធំណាស់តែមានបត្រៃណគុំហ្នឹងណាខ្ញុំដែរចេះតែរំលឹកតែរឿយៗដើម្បីឲ្យពុទ្ធបរិស័ទបងប្អូនកូនចៅយើងកំណត់សម្បត្តិដែលយើងមានហ្នឹងចឹងទៅរឿយៗទៅធ្វើឲ្យយើងមានសេចក្តីសុខសុខត្រង់ដែលយើងមិនទៀមទាអ្វីល្បិចល្បីយើងទិញទួយពីអ្នកអតីហ្នឹងណាចង់ឲ្យគេឲ្យនេះឲ្យនោះចង់ឲ្យគេញញឹមចង់ឲ្យគេនិយាយរួចចង់ឲ្យគេធ្វើល្អអីណានៃមិនបានដូចចិត្តទៅមិនសប្បាយចិត្តហ្នឹងមកពីយើងភ្លេចសម្បត្តិខ្លួនយើងទេសម្បត្តិយើងនេះធំជាងសម្បត្តិស្ដេចចក្រទៅទៀតណាក្រៃលែងជាងសម្បត្តិទេវតាសម្បត្តិព្រំទៅទៀតណាព្រោះជាបាតនៃលោកុត្តរធម៌នៅក្នុង3ដកលេខ20សាលីកសោតបត្រៃណគុំហ្នឹងជាបាតនៃលោកុត្តរធម៌មានបត្រៃណគុំហ្នឹងមិនតាន់បូកសិល5ចូលផងបូកសិល5ចូលមកទៀតអបោសុទ្ធទៅសិលមកទៀតរហូតដល់ទៅសិលវិខទៀតក្រៃលែងណាបត្រៃណគុំដូច្នេះមិនមែនថាស្មើគ្នាទេណាវាតេតងសទ្ធានិងបញ្ញានេះបានអប់រំទៅសទ្ធានឹងកាន់តែមមតំទៅបញ្ញាកាន់តែឃើញច្បាស់នៅសច្ចធម៌ទៅរហូតដល់ទៅសទ្ធានិងបញ្ញារបស់ព្រះសោតាបានបញ្ញប់យល់នឹងពុទ្ធពធព្រះសង្ឃមានសិលមិនដាច់មិនធ្លុះមិនព្រោះមិនប្រពេលហ្នឹងអញ្ចឹងយើងចម្រើនសទ្ធានិងបញ្ញាអង្គនៃបត្រៃណគុំហ្នឹងឲ្យកាន់តែមមតំទៅហើយពុទ្ធានុសតិទៅធម្មានុសតិសង្ឃានុសតិទៅមិនចាំបាច់យើងនឹកឃើញថាអ្នកអតីនេះធ្វើអីមិនគួរក៏បីដាក់យើងនឹងរវល់តែនឹកអន់ចិត្តអីចឹងទៅវាខាតដែលយើងត្រូវរស់នៅជាមួយនឹងសម្បត្តិរបស់យើងណាដែលជាសពដោយពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិបត្រៃណគុំនេះហ្នឹងហើយយើងរវល់តែបញ្ជូនចិត្តទៅខាងក្រៅចឹងទៅការទុកសក់ចិត្តរឿងអីយើងត្រូវពឹងសទ្ធានិងបញ្ញានេះរឿយទៅសទ្ធានិងបញ្ញានឹងធ្វើឲ្យយើងមានបញ្ញាចក្ខុឃើញអ្វីៗក្នុងលោកជាសច្ចធម៌ចឹងហើយដល់តែឃើញអ្វីៗជាសច្ចធម៌ទៅវាអត់មានតោសៈមូលចិត្តទេអាតោសៈហ្នឹងឯងតែតោមនោបន្ទុះតោះហ្នឹងនាំឲ្យយើងកើតទុក្ខហ្នឹងណារាល់ពេលដែលយើងដឹងរឿងអីក្នុងជីវិតយើងក្តីបងប្អូនកូនចៅអ្នកដទៃពិភពលោកក្តីហើយយើងកើតទុក្ខចង្អៀតចង្អល់ខ្វាយខ្វល់ភ័យខ្លាចហ្នឹងដោយតោសៈមូលចិត្តកើតឡើងទេហើយដោយអយោនិសោមនសិការៈមិនមែនដោយយោឯថែមអមួយទៀតអត់បានធ្វើទុកក្នុងចិត្តឲ្យបានត្រឹមត្រូវបានកើតតោសៈនឹងឡើងដំណោះដោះស្រាយយើងត្រូវដោះស្រាយតោសៈមូលចិត្តនេះដោយការដែលអប់រំចម្រើនសទ្ធាបញ្ញាហ្នឹងទៅរឿយទៅបញ្ញាយើងភ្លឺស្វាងណាយើងឧទាហរណ៍ថាដូចជាព្រះអាទិត្យរះឲ្យតែងលិចអញ្ចឹងយើងមានការទុកនឹងព្រះអាទិត្យលិចអីមកអំពីយើងមិនប្រាថ្នាឲ្យតែព្រះអាទិត្យនៅតែភ្លឺអញ្ចឹងណាបើយើងដឹងថារះហើយតែងលិចអញ្ចឹងហើយយើងថាព្រះអាទិត្យទៀតអស់ស្ដំគត់នឹងស្អាតទៀតថតរូបទៀតមាត់សមុទ្រអីចឹងទៅគួងព្រៃភ្នំអីចឹងទៅគ្រាន់តែឧទាហរណ៍ដើម្បីឲ្យជ្រាបថាអ្វីដែលយើងដឹងតាមសេចក្តីពិតទៅមិនឲ្យយើងកើតទុកទេព្រោះយើងមិនជំទាស់ដោយទឹកហូរធ្លាក់ពីលើភ្នំមកទៅកាន់ទីទេពចូលទន្លេចូលសមុទ្រអញ្ចឹងយើងមានកើតទុកយើងមានយំអីមកពីយើងដឹងថាធម្មតាទឹកវាតែងតែហូរទៅកាន់ទីទេពអញ្ចឹងស្អាតទៀតធ្លាក់ពីលើភ្នំអីមកអញ្ចឹងណាហ្នឹងហើយយ៉ាងណាមិញស្អីទាំងអស់ដូចគ្នាអញ្ចឹងណាកាលណាបើយើងមានបញ្ញាដឹងតាមសេចក្តីពិតទៅអ្វីក៏ដោយហើយមើលអស់ចាប៉ុណ្ណាដែលយើងតែងតែកើតទុករឿងនេះរឿងនោះរឿងនេះរឿងនោះសម្បើមហ្នឹងហើយយើងបានតែមួយមុខគឺបញ្ញារស់នៅជាមួយនឹងសេចក្តីពិតដោះស្រាយ10រឿង20រឿង100រឿងអតីតកាលវាកន្លងទៅហើយប៉ុន្តែបច្ចុប្បន្នហ្នឹងដែលយើងត្រូវដោះស្រាយបានហើយអនាគតយើងមិនចូលទៅកាន់ពិភពនៃការភ័យខ្លាចតទៅទៀតទេគឺចូលទៅកាន់ការអស់សេចក្តីប្រកាន់គឺព្រះនិព្វានទីពឹងរបស់យើងជាភាពកក់ក្ដៅក្នុងជីវិតដំណើរយើងទៅកាន់ទិសដៅយ៉ាងអ្វីដែលកន្លងទៅអ្វីដែលត្រូវជារៀបជាធិមរណៈអីហ្នឹងទៅយើងមិនហួងឯងទេមកអំពីទិសដៅរបស់យើងគឺបរមសុខការដែលមិនប្រកាន់មិនហួងឯងនឹងឯងចឹងដែលមិនមានការកើតទុកអញ្ចឹងឲ្យពុទ្ធបរិស័ទយើងបានជ្រាបថា
bà rong mà sốc cứ pre đi biến trong ca đây mình miên tục á mình miên tục lời chặt thấy mình miên tục không quạt đạ tiền vừa tục không quạt đạ về sai cam mà kỳ lai đó tới cam mà kỳ lai thì đây tục lời chặt tới giờ miên phải chạy ấy tạ tay nhà bay giờ phun mặt miên tăng vì pre sao ta ban tới chụp bay giờ phun chỉ riêng là hốt nên anh pre đi biến á bay giờ phun để chụp cao nắng chụp cao đời sao ta bắt tầm mẹ mình chụp anh ai nhé hơi quay cả đôi để mình cao lang đôi ở đây giờ mẹ cứ chỉ pre đi biến chẳng năng anh cái lấy vật đa cam mà vật đa bị bạc và vật đa mình cả lang đòi mẹ năng anh cứ chuyện mì rau thẻ ở đây sạch chặt rồi mày bột bò sạch bằng phong con trai miền nục tục chặtเลยluôn anh miền cái đây sừng thâm miền phiệt cọ cái đây năng và thua hay sờ bài đi đây pưng mà đây luôn dân năng anh giờ để dân phơi đầm na từ dạng đi không chặt sport từ rồi ti pưng đây là vây không lâu nắng mình miền là vây đây mà group sừng cọt chặt ở dân ngân hai khoai ca tục để ca và can vuông hai nè rồi từ đây vào dân chui xoang từ pre nipen đấy để nằm ở miền nhiên năng anh bàn đăng được pre nipen năng anh hãy coi cầm chặt bóng được thẹn tam là ha tới vây không lâu nó ở miền ấy cọ thầm rạp dân nè trôn mà đôi chỉ vật vào dân vô thì sau này sẽ ca tới chỉ rương là tầng rương ấy cả đời ai bột bò sạt dương chăm hay miền bọt vì sao ta quay cả đời trôn mà đo chỉ vật dớn á ai thì chặt dương là cứ thả vây có chỉ rương là này ngày na cả đời ai thì chặt là miền rương cọ thầm rạp chỉ vật dớn tê ai mơ cha phần na miền chăm bay dương từ tê vì nhận được tê na rương là dạng đi rương là dạng lúc ấy dương xong từ vì luôn dớn nắng cứ thả ruộng nơi dạng sọc nhà nhân vì thằng khăn ông tao chỉ đấy sọc ngọt rôm mớ từ đi